ជំរាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទសុធារាចម្ដងទៀតហើយថ្ងៃនេះផងដែរខ្ញុំមានជាវីដេអូថ្មីមួយទៀតដែរដែលចង់មកធ្វើការចែករំលែកនិងបង្ហាញអំពីការដោះ system unit របស់យើងនិងរបៀបនៃការរៀបចំ system unit របស់យើងទៅតាមទំនងដើមវិញជាកិច្ចបន្តខ្ញុំបាទសូមធ្វើការគោរពជម្រាបសួរទៅដល់លោកឯកឧត្តមនាយកប៊ុនភិរិនដែលជានាយកនៃវិទ្យាស្ថានជាតិភូមិបច្ចេកទេសកម្ពុជានិងគោរពជម្រាបសួរទៅដល់លោកគ្រូសាស្ត្រាចារ្យថៃមិញហាជាលោកគ្រូកាន់ក្រុមនិងបង្រៀនស្ថិតនៅក្នុងម៉ោង Computer Maintenance ជាទីគោរពនិងគោរពជម្រាបសួរទៅដល់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យជាទីគោរពខ្ញុំបាទឈ្មោះនួនសុធិរាជជានិស្សិតសិក្សានៅក្នុង Department មហាវិទ្យាល័យវិទ្យាសាស្ត្រ Computer សិក្សាលើជំនាញព័ត៌មានវិទ្យាចំនួនទី10ឆ្នាំទី2ថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការបង្ហាញអំពីការដោះនិងរៀប system unit របស់យើងដើម្បីធ្វើការបកស្រាយជា quiz ប្រឡងស្ថិតនៅក្នុងម៉ោង Computer Maintenance ដែលលោកគ្រូសាស្ត្រាចារ្យថៃមិញហាបានដាក់ឲ្យពួកយើងខ្ញុំធ្វើការបង្ហាញពីមុខងារនីមួយៗដូចជា RAM CPU motherboard power supply ថាឧបករណ៍ទាំងអស់ហ្នឹងឬក៏វត្ថុទាំងអស់ហ្នឹងវាមានតួនាទីអ្វីខ្លះដែលធ្វើឲ្យ system មួយហ្នឹងវាដំណើរការបានអញ្ចឹងដើម្បីដឹងថាឧបករណ៍ឬក៏របស់ទាំងអស់ហ្នឹងវាដំណើរការឬក៏វាប្រសេសបែបម៉េចខ្ញុំនឹងបង្ហាញនៅពេលបន្តិចទៀតនេះជាដំបូងយើងធ្វើការដោះស្ទះផ្នែកខាងក្រៅចេញដូចជាកម្រិតរបស់ cache របស់យើងបន្ទាប់ពីយើងធ្វើការដោះមើលហើយយើងត្រូវដឹងថាផ្នែកខាងក្នុងរបស់យើងមានផ្នែកខ្លះដូចជា hard disk GPU CPU RAM hard disk RAM CPU power supply ហ្នឹងហើយឥឡូវយើងធ្វើការដោះ CPU របស់យើងមើលថាវាស្ថិតនៅក្នុងចំនួនទីម៉ានយើងធ្វើការដោះខ្សែភ្លើងរបស់វាមុនពីហ្នឹងយើងធ្វើការដោះជើងខ្ចៅបួនរបស់វាចឹងយើងដោះហើយយើងមើលថាថាចាក់នេះគឺជាដង្ហើមត្រជាក់របស់ CPU សម្រាប់ការដោះ CPU យើងអាចដោះដោយបខំឬក៏ដោយប្រើកម្លាំងខ្លាំងបាននេះគឺយើងត្រូវការថ្នមវាព្រោះវាគឺជាខួរក្បាលរបស់វាជាខួរក្បាលរបស់ធុងរបស់យើងចឹងបើសិនករណីវាខូចគឺយើងចូលដល់ធុងចឹងត្រូវការថ្នមវាយើងអាចដូចខ្ញុំនិយាយយើងអាចទៅបខំឬក៏ប្រើកម្លាំងខ្លាំងដើម្បីចាប់វាចេញគឺយើងត្រូវការថ្នមវាមែនតើបន្ទាប់ពីយើងធ្វើការដោះ CPU ចេញហើយយើងមើលឃើញថាវាស្ថិតនៅក្នុងចំណងទី3 Intel Core i3